ជាហ៊ុនសែនអូនឲ្យថ្ងៃនេះនាងខ្ញុំឡើងមកសិក្សាអំពីរឿងកលាបៃលិនសូមទស្សនាដោយតទៅ1អត្ថបទនិងអ្នកនិពន្ធ 1.1 អត្ថបទកប្រភពរឿងកលាបៃលិនបានចាប់ផ្ដើមកំណើតនាទីក្រុងបៃលិននៅក្នុងខេត្តបាត់ដំបងដែលស្ថិតនៅក្នុងប្រទេសកម្ពុជារឿងកលាបៃលិនបានចាប់ផ្ដើមបដិសន្ធិនាសម័យអាណានិគមនិយមបារាំងខប្រភេទរឿងជារឿងអក្សរសិល្ប៍បែបប្រឡំលោកមនោចេតនាកចលនាខេមរនិយមខអ្នកនិពន្ធញុកថែមងការបរិច្ឆេទពីឆ្នាំ1936ដល់ឆ្នាំ1943 1.2អ្នកនិពន្ធលោកញុកថែមខែនៅថ្ងៃទី22ខែមិថុនាឆ្នាំ1903លោកមានឪពុកឈ្មោះញុកម្ដាយរបស់លោកឈ្មោះភៀកដែលមានទីលំនៅភូមិស្វាយប៉ោស្រុកសង្កែខេត្តបាត់ដំបងពីទិដ្ឋភាពទំនាក់ទំនងរឿង 2.1 អង្គតាចើមត្រកូលសរៃពងជាឪពុកចាចិត្តជាកូនប្រុសទូរបស់តាចើមគ្រូពេទ្យសាស្ត្រជាកូនលោកលួងរតនសម្បត្តិនិងជាគ្រូពេទ្យចិត្តថ្មជួយជាបានចាចិត្តខុនរីជាកូនស្រីទូរបស់លោកហួងរតនសម្បត្តិលោកហួងរតនសម្បត្តិជាថកែបងនៅបៃលិនលោកបាឡាត់ជាបាឡាត់ស្រុកសង្កែខេត្តបាត់ដំបងតាសូនជាអ្នកបើកបររថយន្តលោកហួងរតនសម្បត្តិតកែផាន់ជាសម្ដែងរបស់លោកបាឡាត់និងជាមេចៅក្រុមតំកោត្បូង 2.2 ព្រឹត្តិការណ៍សំខាន់បានឆ្លុះបញ្ចាំងពីសម័យអាណានិគមបារាំងបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមានជីវភាពខ្វះខាតពុំមានការរីកចម្រើននៅក្នុងសង្គមផងដែរមានការរើសអើងវណ្ណៈអ្នកមានទ្រព្យធនតែងតែមើលងាយក៏ខណ្ឌនយោបាយមួយបានកើតឡើងដោយកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងដែលជាអន្តពលរបៀបរស់នៅនិងការអប់រំវប្បធម៌និងពុំមានការរីកចម្រើនផងដែរ3ទិដ្ឋភាពវិភាគអត្ថន័យ 3.1 ប្រធានរឿងដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំងអ្នកនិពន្ធនិយាយពីដំណើររឿងរបស់ចៅចិត្រដែលពុះពីគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិតជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯងអត្តហេតុអត្តនោនេថា 3.2 មួយបញ្ហារឿងតាមរយៈប្រធានរឿងយើងអាចទាញមួយបញ្ហាដូចខាងក្រោមបញ្ហាទី1ជំវិញបញ្ហានៃជីវិតកូនកំព្រារបស់ចៅចិត្របញ្ហាទី2ជីវិតជាកម្មករជាច្បងនៅផ្ទះរួមរតនសម្បត្តិបញ្ហាទី3ទំនាក់ទំនងស្នេហារវាងចៅចិត្រនិងខុននារីបញ្ហាទី4ជ័យជំនះរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួសារលោកលួងរតនសម្បត្តិបញ្ហាទី5ភាពជោគជ័យរបស់ចៅចិត្រដែលផ្លាស់ប្ដូរពីជីវភាពទីតក្រថាជាអ្នកមានស្តុកដុំ 3.3 ឧត្តមគតិរឿងតាមរយៈរឿងកលាបបៃលិនបានផ្ដល់តម្លៃអារម្មណ៍ដូចជាត្រូវមានទំនុកចិត្តលើខ្លួនឯងត្រូវចេះតស៊ូព្យាយាមនិងស្មោះត្រង់ខិតខំប្រឹងប្រែងរៀនសូត្រកសាងអនាគតឲ្យភ្លឺស្វាងចេះស្រឡាញ់ការងារស្នេហាពិតមិនប្រកាន់វណ្ណៈមានភក្ដីភាពចំពោះសវ៉ាយនាយមានអាជីពស្រ័យល្អចំពោះអ្នកស្រុកក្រមគាត់អបួរវិភាគតួអង្គគុណសម្បត្តិរបស់ចៅចិត្រមានដូចជាជីវិតដែលមានភាពកតញ្ញូជាមនុស្សដែលមានភាពតស៊ូព្យាយាមពុះពីប្រឧបសគ្គជាមនុស្សដែលខិតខំសិក្សារៀនសូត្រនិងក្លាហានមនុស្សដែលមានចំណេញមកប៉ះប្រសពនៅក្នុងការងារជាមនុស្សឧស្សាហ៍មិនប្រកាន់ចំពោះការងារតូចធំជាមនុស្សដែលមានភាពស្មោះត្រង់អង្អាចក្លាហានមានស្នេហាស្មោះស្ម័គ្រមួយទល់នឹងមួយចូលចិត្តជួយយកអាសាអ្នកដទៃខ្លួននៅជាកូនប្រុសចូលចិត្តបានសម្រាប់ផ្នែកឲ្យអ្នកដទៃឃើញឡើងចំពោះគុណវិបត្តិមានដូចជាមនុស្សដែលអ្នកពុតនឹងហួងហាញចំពោះនារីដែលខ្លួនស្រឡាញ់ចំពោះគុណសម្បត្តិរបស់គុណនារីមានដូចជាមានរូបសម្បត្តិស្រស់ស្អាតមានសេចក្តីស្មោះស្ម័គ្រនិងចែកចាត់បើប្រកាន់វណ្ណៈមានចំណេះជ្រៅជ្រះជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំជាការធ្វើបន្តិចម្ដងក្លាហាននៅក្នុងការតតាំងជាមួយនឹងលោកបាឡាស្រុកសង្កែចំពោះគុណវិបត្តិវិញមានដូចជាមានចរិតឆ្លាតឆ្នៃមើលឃើញតែសម្បកក្រៅរបស់គេមិនប្រកាន់ខ្លួនមានរកខ្ពស់អានខ្លួន